បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយពីបញ្ហាអគ្គិសនីដែលយើងទាំងអស់គ្នាប្រហែលជាបានជ្រាបរឿងមានពាក្យចចាមរាមក៏ដូចជាមានការចុះផ្សាយខ្លះថាថៃនឹងកាត់ផ្ដាច់ប្រព័ន្ធភ្លើងក៏ដូចជាអ៊ីនធឺណិតនៅតំបន់ប៉ោយប៉ែតហើយខ្ញុំបានស្ដាប់ការបញ្ជាក់របស់លោកកែវរតនៈរដ្ឋមន្ត្រីក្រសួងធម្មពលរបស់កម្ពុជាយើងបាននិយាយអំពីបញ្ហាភ្លើងហ្នឹងដោយក៏បានបញ្ជាក់ថាមកទល់នឹងពេលនេះគឺខ្មែរអត់ទាន់មានការប្រើប្រាស់ប្រព័ន្ធភ្លើងពីថៃតាមរយៈនៅក្នុងគេហៅថាប្រព័ន្ធជាតិណាបាទហើយមានតំបន់ខ្លះប្រើពិតមែនពីថៃដោយសារតែស្ថិតនៅជាប់នឹងព្រំដែនមែនទែនអញ្ចឹងក៏ប្រើហើយលោកកែវរតនៈក៏បានបញ្ជាក់ដែរថាប្រសិនបើថៃកាត់ផ្ដាច់ប្រព័ន្ធភ្លើងដែលអូសមកប្រើនៅក្នុងស្រុកខ្មែរមែននៅតំបន់ជីដែនមែនគាត់នឹងផ្លាស់ប្ដូរខ្សែភ្លើងនិងក៏ប្រើប្រាស់បានជាការស្រេចក៏ប៉ុន្តែចំពោះបញ្ហានៅប៉ោយប៉ែតថៃដែលបានចុះផ្សាយជាច្រើននោះគឺប៉ោយប៉ែតប្រើប្រព័ន្ធភ្លើងរបស់គេបានន័យថាប៉ោយប៉ែតហ្នឹងគឺប្រើប្រព័ន្ធភ្លើងដែលអូសពីថៃទៅដោយច្រើនអញ្ចឹងបើសិនជាបើថៃកាត់ផ្ដាច់គឺតំបន់ប៉ោយប៉ែតអាចនឹងដាច់ភ្លើងទាំងអស់អញ្ចឹងខ្ញុំមិនទាន់ដឹងថារឿងនេះវាជាការពិតឬមួយក៏យ៉ាងណាទេហើយចាំមើលតើចំណាត់ការរបស់ថៃនឹងទៅធ្វើអ្វីបន្តទៀតតែខ្ញុំនៅតែជឿជាក់ថាมันអាចខ្ញុំគិតថាប៉ោយប៉ែតនៅតែមានភ្លើងប្រើសម្រាប់ប៉ោយប៉ែតមួយអញ្ចឹងយើងរងចាំមើលទាំងអស់គ្នា